ពូនំឈឺជាង10ថ្ងៃហើយបងប្អូនអើយខានថតខានសម្ដែងជាង10ថ្ងៃហើយខ្ញុំឆាតលេងមួយគាត់រាល់ថ្ងៃប៉ុន្តែស្មានតែគាត់គាត់តែក្តៅផ្ដាសាយតិចតួចទៅដល់ពេលដល់ថ្ងៃថតដល់ថ្ងៃកម្មវិធី event គេគាត់ឆាតមក concert បានលេងឈឺមែនដល់ពេលគាត់ឈឺខានថតអញ្ចឹងបងប្អូនគឺថាប៉ះពាល់មុនគេគឺចំណូលនឹងតែម្ដងទី2គាត់ត្រូវនេះត្រូវខ្លាចចិត្តគេគាត់ត្រូវឆាត concert ការងារគេហ្នឹងហើយប៉ះពាល់មិនត្រឹមតែគាត់ទេគឺប៉ះពាល់ដល់ខ្ញុំដែរប៉ះពាល់ដល់ខ្ញុំត្រង់ថាម៉េចបងប្អូនតិចទៀតចាខ្ញុំប្រាប់នេះឆាតមកផ្ញើរូបផ្ញើវីដេអូមកនោះដេកនៅផ្ទះស្រុកបងប្អូននោះបងឯងតន់ជាចឹងគឺខ្ញុំលេងសើចយ៉ាងណាដឹងថាបងឯងតន់ជាណាខ្ញុំឈឺមកចូល10ថ្ងៃតាំងពីថ្ងៃការផានរងហើយសុខភាពគាត់បងប្អូនគាត់ទៅសេមកនោះពេលប្រាប់ថានេះបញ្ហាគឺមកពីគាត់នេះបងប្អូនគាត់និយាយច្រើនហើយដេកអត់គ្រប់គ្រាន់មួយទៀតគាត់នេះនៅកន្លែងដែលលឺសលេងខ្លាំងដោយសារមួយរយៈមុនគាត់ធ្វើការនៅផាបបងប្អូនដល់អញ្ចឹងបញ្ហាប្រហែលចំណុចហ្នឹងហើយដូចខ្ញុំថាអញ្ចឹងបងប្អូននៅពេលដែលគាត់ថតអត់ទាន់កើតសម្ដែងអត់ទាន់កើតគឺថាប៉ះពាល់មុនគេគឺប្រាក់ចំណូលហ្នឹងហើយទី2គឺគាត់ត្រូវខ្លាចចិត្តឆាតទៅ concert ការងារគេហើយប៉ះពាល់មិនត្រឹមតែគាត់ទេគឺថាខ្ញុំក៏ប៉ះពាល់ដែរប៉ះពាល់ត្រង់ថាចេះស្ទើរតែគ្រប់ event មិនថា event តាមក្រុមហ៊ុនផ្សេងៗក៏ដូចជាតាមរោងការតាមកម្មវិធីផ្សេងៗភាគច្រើនគឺគេអញ្ជើញខ្ញុំដៃគូមួយគាត់ហើយឲ្យតែបំណងអត់បានទៅអត់មានវត្តមានបំណងគឺថាគេសុកចិត្តភាគច្រើនគឺសុកចិត្ត concert ស្ទើរតែគ្រប់កម្មវិធីភាគច្រើនគឺសុកចិត្ត concert អត់យកទេគេចង់បានទៅជាគូជាដៃគូតែម្ដងដូចកំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ13 14 15 16នេះប្រហែលក្រុមហ៊ុនដែលតាក់ទងមកខ្ញុំប្រាប់ថាបំណងជាប់គេហើយអញ្ចឹងដោយសារបំណងគាត់ជាប់នៅពោធិ៍សាត់5ថ្ងៃប្រហែលក្រុមហ៊ុនដែលតាក់ទងមកលើថាអត់មានបំណងអញ្ចឹងគឺថា concert ទាំងអស់ដូរដៃគូផ្សេងក៏គេអត់យកដែរអញ្ចឹងគឺថាខ្ញុំអត់ទាំងអស់ហើយបើខ្ញុំទៅអត់បំណងគូពិបាកលេងដែរដោយសារតែបំណងគាត់បកែអាលើឆាកគាត់ចេះច្រើនគាត់បកែច្រើនខ្ញុំចាំតែចាក់ចាំតែនេះទេចាំតែឆ្កឹះទេបំណងគាត់បកែហើយមក5ហ្នឹងខ្ញុំទៅលេងតាមកម្មវិធីផ្សេងៗនៅតាមខេត្តបានច្រើនជាមួយគាត់ហើយដូចវីដេអូនេះគឺទៅកម្មវិធីមង្គលការនៅផ្សារស្នេហ៍ព្រៃវែងជំរាបសួរទៅដល់ភ្ញៀវកិត្តិយសទាំងអស់គ្នាបងដែរបាទអូយបងខាងចុងភៅមិញរត់មកបងនំបាទយកមកបាច់ស្មានតែលោកពូណយវ៉ាណេតមកថៃលឺសលេងគាត់បានឃើញមកអូក្តៅគ្នាមកតទៅមើលណយវ៉ាណេតបន្តិចទៅមើលណយវ៉ាណេតបន្តិចខ្ញុំថាមែនទេពូនេះណយវ៉ាណមបាទខ្ញុំបាទណយវ៉ាណមចេះថាជ្រៀងទៅស្ទីងឯងនិយាយទៅរៀងទៀតយើងធម្មតាយើងអ្នកត្រាប់មិននិយាយតាមពូណយវ៉ាណេតតិចមិននិយាយទេត្រាប់គាត់ត្រាប់និយាយទៀតមើលបាទខ្ញុំបាទណយវ៉ាណមរៀងទៅខ្ញុំបាទណយវ៉ាណមបាទសូមជូនបទចម្រៀងម្ចាស់ស្នេហ៍ស្វាយរៀងស្ទីងមែនបងអ្នកស្វាយរៀងបងធ្លាប់តាច្រៀងលើខ្នងក្របីច្រៀងលួមលំស្រីឲ្យអូនទ្រនីដល់ចិត្តរៀមរាច្រៀងមែនចង់ណយវ៉ាណយណយវ៉ាណេតចង់កាច់ដូចគាត់ចឹងហ្មងឧទាហរណ៍ថាបើរិនសវេតក៏ច្រៀងបាត់លោកគ្រូណយវ៉ាណេតបាត់នឹងដែរអញតែឃើញណាឧទាហរណ៍លោកបងរិនសវេតច្រៀងបាត់លោកគ្រូណយវ៉ាណេតបាទម្ចាស់ស្នេហ៍ស្វាយរៀងច្រៀងបានដែរបាទឧទាហរណ៍ណាដល់ទៅយ៉ាងម៉េចអានេះversion រិនសវេតបងអ្នកស្វាយរៀងបងធ្លាប់តាច្រៀងលើខ្នងក្របីច្រៀងលួមលំស្រីឲ្យអន់ប្រណីមកចិត្តរៀមរាអត់ទេចឹងអានេះ style របស់គាត់កាច់ចង់រិនសវេតបានមែនអានេះលក្ខណៈបត់ពីដើមបងប្អូនបើបត់ថ្មីបត់ក្មេងសៀវនេះបត់អីគេក្លុកទីក្រុងគ្នាខ្ញុំតិចតែតានហ្នឹងគឺថាបំណំច្រៀងបានលេងបានទាំងអស់ខ្ញុំទៅសើគាត់មែនហើយបើខ្ញុំជំនាញនេះបងប្អូននេះគឺថាឆ្លៀតទៅដល់រោងការក៏ឆ្លៀតយកសារាយទៅមកស៊ីបឺប៉ារីសទៅលក់ដល់នោះដែរគេផ្ដាំមកយកឲ្យហ
ហើយក្នុងវីដេអូហ្នឹងគឺខ្ញុំនិយាយពីបំណងឈឺប្រាប់តបងប្អូនយើងហើយខ្ញុំជ្រាបជាមួយនឹងសារាយសមុទ្រស៊ីបឺប៉ារីសដោយសារតែតម្លៃបាត់ចិត្តនៅក្នុងវីដេអូហ្នឹងគឺខ្ញុំជូនទៅបំណងហ្នឹងហើយដើម្បីឲ្យគាត់នេះបានដោះស្រាយទៅពេទ្យអីចឹងទៅណាមួយបំណងក៏ជាអតិថិជនសារាយសមុទ្រស៊ីបឺប៉ារីសដែរហើយបងប្អូនហ្នឹងបើប្រើសារាយសមុទ្រស៊ីបឺប៉ារីសហើយមិនក៏នៅតែឈឺមិនសារាយសមុទ្រស៊ីបឺប៉ារីសបងប្អូនប្រើឲ្យឡើងទៅពេទ្យគ្រោះថ្នាក់អីផ្សេងៗឯងឡើងទៅពេទ្យអីអត់ទេណាមួយបំណងគាត់ឈឺគឺគាត់ពាក់ព័ន្ធជាមួយនឹងការនិយាយច្រើនគាត់ដេកឲ្យបានគ្រប់គ្រាន់ហើយគាត់នេះគាត់ធ្វើការនៅកន្លែងដែលលឺខ្លាំងប៉ះពាល់ជាមួយនឹងសម្លេងបងប្អូនណាអញ្ចឹងយើងចែកគ្នាឲ្យដាច់បាទមិនថាប្រើសារាយសមុទ្រស៊ីបឺប៉ារីសឲ្យឈប់ទៅពេទ្យអីអត់ទេមានតែលើកទឹកចិត្តឲ្យបងប្អូនយើងប្រើសារាយសមុទ្រស៊ីបឺប៉ារីសទន្ទឹមគ្នាជាមួយនឹងថ្នាំពេទ្យមិនថាថ្នាំលេបថ្នាំចាក់បតោសរោមឬក៏ថ្នាំខ្មែរទេហ្វាម៉ាស៊ីជាង3000ហ្វាម៉ាស៊ីទូទាំងប្រទេសរងថ្ងៃហ្នឹងដែលជាតំណាងចែកចាយជាមួយនឹងសារាយសមុទ្រស៊ីបឺប៉ារីសបងប្អូនដែលធ្លាប់ឃើញផលិតផលណាហ្វាម៉ាស៊ីចូលតំណាងចែកចាយចឹងណាអត់ទេដោយសារតែហ្វាម៉ាស៊ីគេដឹងថាសារាយសមុទ្រស៊ីបឺប៉ារីសគឺថាស្តង់ដារប្រទេសបារាំងមិនមែនថ្នាំពេទ្យថ្នាំសាសឬក៏ថ្នាំឈុតទេគឺជាប្រភេទអាហារបំពន់បងប្អូនសាកប្រើទន្ទឹមគ្នាហើយចាំតាមដានសុខភាពថាមានការប្រែប្រួលមានការផ្លាស់ប្ដូរមានការល្អប្រសើរអត់បញ្ហាកាពះពោះវៀនរ៉ាំរ៉ៃរាប់ឆ្នាំឈឺចង្កេះឆ្អឹងខ្នងស្រឡាច់ចង្ចែងលើជាតិខ្លាញ់លើជាតិស្ករលើជាតិអាស៊ីតបញ្ហារឹសដងបាតទួលលាមកគេងមិនលក់ដំរងនោមធីងធងមួយខែឲ្យកូនចោល10 20ដងពិសេសចាស់ដែលគាត់ធ្វើការនឿយពីក្មេងដល់ពេលចាស់ឡើងគេហៅថាបាក់កម្លាំងទ្រុឌទ្រង់កម្លាំងឡើងលែងចង់រួចបងប្អូនទិញឲ្យគាត់ប្រើបញ្ហារោគតត្រីរដូវដើមទីងគីបងប្អូនត្រូវណាបងប្អូនយើងអាចរកទិញបានតាមតារាងចែកចាយដែលផលលក់ឬក៏ទិញតាមហាងតាមហ្វាម៉ាស៊ីឲ្យតែនៅមុខហាងមុខហ្វាម៉ាស៊ីមានផ្លាករូបលោកជំទាវបងប្អូនចូលទិញទៅគឺថាតម្លៃដូចគ្នាទេទិញតាមណាក៏បានដែរមួយវិញទៀតសម្រាប់ពុកម៉ែបងប្អូនដែលចង់ចូលតារាងចែកចាយចំណាយដើមទុនមិនតិចទេឆាតទៅពេកក្រុមហ៊ុនទាំង3ពេកពេក ស៊ីបែលប៉ារីស2ពេកនិងពេកសុកដែលថ្មីទាំងអស់3ពេកហ្នឹងបងប្អូននឹង3ពេកហ្នឹងអរគុណច្រើនបងប្អូនបាទ